ថ្ងៃនេះទិញសណ្តែកគួរស្រែពីអ្នកភូមិបានមកម្ដងមកពលគ្នានៅឃើញតែចង់បុកសាច់គោហូបពីអ្នករំដោគាត់ថាចាប់ផ្ដើមបុកយកហ្មងដំបូងយើងមានសាច់គោមកតែទិញយកសាច់ផុយពលគ្នាយកមកហាន់ចំណែកតូចៗចឹងមកហើយនេះសណ្តែកស្រែសណ្តែកនេះគឺអ្នកភូមិក៏ដាំខ្លួនឯងចឹងពលគ្នាអញ្ចឹងសណ្តែកនេះឆ្ងាញ់ជាងសណ្តែកគួរធម្មតាមកដល់ឲ្យបែកចឹងមកហើយយើងហាន់កង់ទូចទៅបងប្អូនគ្នាបន្តទៀតយើងធ្វើការដាក់បន្លែសិនពួកឲ្យយើងទៅរៀបចំបុកគ្រឿងអីចឹងណាហើយគ្រឿងបុកបើយកមេច្រើនទេពលគ្នាមានតែម្ទេសមានតែខ្ទឹមស្ករប៊ីចេងទៅបានរួចជាការស្រេចបងប្អូនគ្នាបបមកទៅយើងបន្ថែមបន្ថយគ្រឿងតាមនឹងដាក់ក្រូចឆ្មាបន្តិចដាក់អីបន្តិចចឹងទៅមានទឹកប្រហុកទឹកអីថែមថយទៅបានហើយលាយគ្រឿងរួចចាប់ផ្ដើមដាក់សាច់គោរបស់យើងចូលផ្លុកទៅបងប្អូនគ្នាបន្តទៀតសណ្តែករបស់យើងហ្នឹងយើងធ្វើការចាក់ចូលទាំងអស់ទៅយើងជ្រុំឲ្យវាសព្វជាតិទៅដួសដាក់ថាយើងហូបបានបងប្អូនគ្នានិយាយថាអូយរសជាតិឆ្ងាញ់ខ្លាំងណាស់បងប្អូនគ្នាអើយលឹងផ្អែមលឹងខ្ទិះហ្មងហើយជាមួយនឹងសាច់គោអញ្ចឹងទៀតបងប្អូនគ្នាឥឡូវចាំស្ដាប់ស្នូសូសំឡេងទាំងអស់គ្នាថាវាឆ្ងាញ់ប៉ុណ្ណាអញ្ចឹងណាបងខ្ញុំទិញខ្ញុំហូបចាយមកខ្ញុំធំធាត់ប៉ុណ្ណាសោះឆ្ងាញ់អត់ដល់7ទីប៉ា collagen ណាសាច់ collagen មិនតែទៅមើលទៅ